ទៅយកសាច់ទំហំ34រុន5អត់ស្លាប់ម៉ាក់ Spider បងប្អូនប្រជាកសិករតែងតែជួបប្រទះជាមួយនឹងបញ្ហាផ្សេងៗតាក់ទងនឹងប្រភេទទៅយកសាច់ដែលទិញទៅគ្មានគុណភាពការប្រើប្រាស់វិញគឺអត់បានយូរទេតែតែប្រេះធ្នេនៅកន្លែងនេះនោះក៏ដោយសារដែលទៅយកសាច់របស់បងប្អូនក៏ដូចជាទៅយកសាច់ដែលបងប្អូនទិញមកគឺធ្វើឡើងពីជ័រស្ដើងអត់មានគុណភាពសម្រាប់ប្រភេទទៅយកសាច់នេះគឺកម្រាស់រហូតដល់ 0.2 លីបងប្អូនស្ដាប់អត់ច្រឡំទេគឺក្រាស់មែនតើហើយជ័រថ្មីវិញគឺ 50% ជ័រចាស់ 50% បើសម្រាប់ប្រភេទទៅយកសាច់គេផ្សេងនៅលើទីផ្សារបងប្អូនតែងតែឃើញហើយគឺជ័រចេញមកគឺរាងសដែលគេធ្វើឡើងពីជ័រចាស់គឺមានលក្ខណៈ 70 ទៅ 80% ដែលបណ្ដាលឲ្យតយោនោះឆាប់បែកឆាប់ប្រេះឆាប់ខូចថ្ងៃនេះខ្ញុំនឹងមកណែនាំបងប្អូនជាមួយនឹងប្រភេទតយោសាច់ Max Spider ដែលក្រុមហ៊ុនអង្គរ Garden Tool បាននាំចូលមកមានទាំងគុណភាពក៏ដូចជាផលិតភាពខ្ពស់ជូនទៅដល់ប្រជាកសិករហើយមិនមែនចេះតែថាបងប្អូនគឺបានទៅតេស្តជាមួយនឹងកសិករផ្ទាល់ជាច្រើនមកហើយដែលកសិករបានសរសើរក៏ដូចជាលើកទឹកចិត្តនេះក៏ដោយសារតែរូបរាងទំហំក៏ដូចជាគុណភាពជ័រគឺធ្វើឡើងដើម្បីឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងប្រភេទតយោសាច់នេះបងប្អូនដឹងហើយថាតយោសាច់នៅលើទីផ្សារមានច្រើនអញ្ចឹងការជ្រើសរើសតយោមួយដែលមានគុណភាពគឺជាជម្រើសល្អបំផុតនៅពេលដែលបងប្អូនទិញតយោមួយដែលគ្មានគុណភាពបងប្អូនត្រូវចំណាយទាំងពេលវេលាចំណាយទាំងថវិកាច្រើនដំណាំដែលត្រូវស្រោចមួយថ្ងៃម្ដងឬក៏មួយថ្ងៃពីរដងបើសិនជាតយោនោះមានបញ្ហាផ្សេងៗបងប្អូនត្រូវចំណាយទាំងថវិកាទៅទិញថ្មីការតឡើងថ្មីជាដើមធ្វើឲ្យដំណាំនោះវាអត់រីករូតលាស់ទៅតាមរដូវកាលរបស់វាទេឧទាហរណ៍ថាដំណាំហ្នឹងត្រូវលក់ត្រឹម3ខែវាអាចពោះទៅដល់ 4-5 ខែដែលអាចធ្វើឲ្យដំណាំនោះមានបញ្ហាទៅលើការធ្លាក់ថ្លៃជាដើមជាជម្រើសល្អគួរតែជ្រើសរើសតយោមួយដែលមានគុណភាពប្រើប្រាស់បានយូរតឡើងតែម្ដងគឺប្រើប្រាស់បានរាប់ឆ្នាំហើយសម្រាប់អាយុកាលនៃការប្រើប្រាស់តយោនេះគឺតេស្តហើយបងប្អូនតេស្តផ្ទាល់ជាមួយនឹងកសិករក៏ដូចជាសួរកសិករផ្ទាល់តែម្ដងគឺរហូតដល់5ឆ្នាំឡើងដាក់ហាលខ្យល់ហាលភ្លៀងអត់ដាក់នៅតង់ទេបងប្អូនគឺគាត់រាយនៅតាមដំណាំគាត់តាមវាស្រែក៏ដូចជាតាមចការរបស់គាត់គឺរហូតដល់5ឆ្នាំឡើងសម្រាប់ប្រភេទតយោសាច់ទំហំ34រុន5អត់ស្លាប់នេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនយកទៅធ្វើការស្រោចដំណាំដូចជាពោតសណ្ដែកក៏ដូចជាស្ពៃដែលអាចសាច់ពីលើរងក៏បានអាចសាច់ពីក្រោមទៅបានគឺចន្លោះសាច់ពី1រុនទៅ1រុនគឺសាច់រហូតដល់2ម៉ែត្រកន្លះមួយសាច់2ម៉ែត្រកន្លះអញ្ចឹង2សាច់គឺ5ម៉ែត្រអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការផ្ទៃដីធំបងប្អូនត្រូវការវាស់ម៉ែត្រអីបងប្អូនអាចជ្រើសរើសជាមួយនឹងប្រភេទតយោសាច់នេះបានតយោទំហំ34នេះគឺអាចរងសម្ពាធបានរហូតដល់2បាកន្លះបងប្អូនស្ដាប់អត់ច្រឡំទេគឺ2បាកន្លះអញ្ចឹងបងប្អូនអាចមានជាប្រភេទម៉ាស៊ីនបូមទឹកក៏បានមានជាប្រភេទម៉ូទ័រក៏បានដើម្បីតភ្ជាប់នេះបងប្អូនគ្រាន់តែមានសុងដើម្បីតម្លើងតភ្ជាប់តយោនេះគឺរួចជាស្រេចគឺងាយស្រួលមែនតើអត់មានរញ៉េរញ៉ៃច្រើនទេគ្រាន់តែមានសុងតភ្ជាប់ដាក់ជាមួយនឹងម៉ាស៊ីនគឺប្រើប្រាស់បានតែម្ដងអញ្ចឹងបើសិនជាបងប្អូនទិញទៅខ្លាចច្រឡំបងប្អូនងាយស្រួលចំណាំទេគឺមានតែងតែមានរូបពីងពីងជាសញ្ញាសម្គាល់ដែលមានអក្សរខ្មែរដាក់ថា Spider អញ្ចឹងគឺងាយស្រួលចំណាំទេបងប្អូនជាមួយនឹងប្រភេទតយោសាច់នេះឬក៏បងប្អូនអាចទៅសួរដេប៉ូថាតើមានតយោណាដែលមាន Max Spider ដែលមានរូបពីងពីងជាសញ្ញាសម្គាល់តែក្រុមហ៊ុនអង្គរ Garden Tool ដែលមានសញ្ញារូបតោជាសម្គាល់នោះបងប្អូននឹងទទួលបានផលិតផលមួយដែលមានគុណភាពខ្ពស់សម្រាប់បងប្អូនយកទៅប្រើប្រាស់គឺបានយូរឆ្នាំមែនតើមានក្រុមហ៊ុនច្បាស់លាស់មានប្រភពច្បាស់លាស់គឺក្រុមហ៊ុនកូនខ្មែរយើងទេបងប្អូនបើសិនជាបងប្អូនអ្នកប្រើប្រាស់ចង់បានតយោសាច់នេះយកទៅប្រើប្រាស់ដាក់ដំណាំផ្សេងបងប្អូនអាចជ្រើសរើសទៅរកនៅតាមដេប៉ូដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនអង្គរ Garden Tool នៅទូទាំង25ខេត្តក្រុងបើសិនជាបងដេប៉ូចង់បានប្រភេទផលិតផលនេះយកទៅលក់បន្តគឺមានតម្លៃពិសេសជូនហើយបងប្អូនអាចតាក់ទងមកកាន់ page ក៏ដូចជាលេខទូរស័ព្ទដែលមាននៅលើ page ស្រាប់បាទ